งឆ្នាំងវែងដំណើរថាមានប្តីប្រពន្ធពីរនាក់ថ្ងៃមួយប្តីចេញទៅនេសាទក៏ចាប់បានអន្ទង់មួយយកមកឲ្យប្រពន្ធស្លប្រពន្ធសួរអន្ទង់វែងម្លឹងបានឆ្នាំងវែងពីណាមកស្លប្តីឃើញប្រពន្ធល្ងងយ៉ាងនេះក៏ប្រាប់ឲ្យយកអន្ទង់ទៅព្យួរទុកប្រពន្ធយកទៅព្យួរហើយគេចទៅបំបើកូនក្នុងមុងប្តីក៏យកអន្ទង់មកចិញ្ច្រាំដាក់ឆ្នាំងស្លកកូរលុះឆ្អិនហើយគាត់ក៏ដួសរួចហៅប្រពន្ធមកហូបរួចសម្លអន្ទង់សល់បន្តិចបាតឆ្នាំងប្តីមិនបានលាងហើយក៏ចេញទៅព្យួរស្រែបាត់ទៅឯប្រពន្ធដឹងថាប្តីចេញទៅបាត់ក៏ផ្ទុះទៅយកឆ្នាំងសម្លមកលិតចុះលិតឡើងឆ្នាំងជាប់ក្បាលចេញមិនរួចរត់ទៅពួនក្នុងមុងលុះប្តីត្រឡប់មកវិញមិនឃើញប្រពន្ធក៏ស្រែកហៅឮសក៏ងួរប្តីសង្ស័យចូលទៅមើលឃើញឆ្នាំងជាប់ក្បាលគាត់ក៏វាបំបែកឆ្នាំងនោះប្រពន្ធគាត់ស្រែកឡើងយ៉ាអញពួននឹងគាត់ឯងសោះប្តីនឹកអស់សំណោចក៏ដើរចេញទៅគំនិតអប់រំមនុស្សខ្ជិលតែងមានលេសមនុស្សចេះតែងមានមាយាទគំនិតច្នៃប្រឌិតគឺជាការគិតប្រឌិតឲ្យចេញអ្វីមួយដែលមនុស្សធម្មតាធ្វើមិនបានការងាយស្រួលសម្រាប់មនុស្សឧស្សាហ៍តែសែនពិបាកសម្រាប់មនុស្សខ្ជិល